Ok សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការ add បទចម្រៀងចូលទៅក្នុងរូបភាពនៅក្នុង Facebook អ្នកទាំងអស់គ្នាចង់ផុសជារូបភាពមិនមែនវីដេអូណាយើងជ្រើសរើសយករូបភាពប៉ុន្តែយើងចង់បានបទភ្លេងឲ្យវាចូលជាមួយនឹងរូបភាពរបស់យើងអញ្ចឹងយើងអាចធ្វើបាននៅក្នុង Facebook របស់យើងជ្រើសរើសយករូបភាពណាមួយមកឬក៏ច្រើនក៏បានដែរតែឧទាហរណ៍នៅក្នុងវីដេអូនេះខ្ញុំឧទាហរណ៍ខ្ញុំយកតែរូបភាពមួយមកបានហើយបន្ទាប់មកឥឡូវនេះអ្នកនរគ្នា say caption សិនក៏បានសរសេររួចអ្នកទាំងអស់គ្នាមើលត្រង់កន្លែង edit កន្លែងហ្នឹងគឺមានកន្លែង edit យើងចុចនៅលើ edit ហ្នឹងក៏បានឬក៏ចុចនៅលើរូបភាពរបស់យើងក៏បានដែរយើងចុចលើរូបភាពយើងមួយមកបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញត្រង់កន្លែង play រូប play កន្លែងខាងលើហ្នឹងយើងចុចនៅលើវាមួយមកអញ្ចឹងនៅក្នុងនេះគឺវាមានបទចម្រៀងជាច្រើនដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានមានបទខ្មែរអង់គ្លេសឬក៏ថៃយើងជ្រើសរើសនៅត្រង់ចំណុចហ្នឹងក៏បានបើមិនយើងមិនចូលចិត្តទេយើងអាច search កន្លោនខាងលើនេះមក search ឈ្មោះតារាចម្រៀង search បទចម្រៀងណាក៏បានដែរឲ្យអ្នកទាំងអស់គ្នាពេញចិត្តឬក៏អ្នកទាំងអស់គ្នាចង់យកវា add បញ្ចូលជាមួយរូបភាពនៅក្នុង Facebook របស់យើងឧទាហរណ៍ខ្ញុំបាទ search ជីវិតឬក៏ search វណ្ដាបាទនៅមានបទចម្រៀងឬក៏តារាល្បីៗជាច្រើនទៀតអ្នកទាំងអស់គ្នាអាចស្វែងរកនៅក្នុងកន្លោនហ្នឹងបានអញ្ចឹងគឺវាច្រើនសម្បូរបែបមែនតើឥឡូវខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាខ្ញុំជ្រើសរើសនៅបទចម្រៀងនេះមួយដែលខ្ញុំពេញចិត្តខ្ញុំសូមវាយចូលអូខេយើងចុចនៅលើចំណងជើងបទចម្រៀងហ្នឹងមកឬក៏ឈ្មោះអ្នកចម្រៀងហ្នឹងបន្ទាប់មកវានឹងឮសំឡេងហើយបទភ្លេងតែម្ដងហើយអ្នកទាំងអស់គ្នាអាចជ្រើសរើសដាក់រូបភាពបែបណាក៏បានដែរនេះបទចម្រៀងរបស់គេបាទតែខ្ញុំសុំអត់យកទេខ្ញុំសុំយកត្រង់កន្លែងនេះ no ហ្នឹងកន្លែងហ្នឹងគឺអត់មានរូបភាពអីទេគឺឮតែបទចម្រៀងគេណាបាទតែប៉ុណ្្នឹងបានហើយឬក៏អ្នកទាំងអស់គ្នាចង់ add បន្ថែមទៀតដូចជា effect បាទនៅកន្លែងហ្នឹងគឺវាមានច្រើនអ្នកទាំងអស់ចាក់ filter មិនក៏បានដែរតាមចិត្តអញ្ចឹងខ្ញុំអត់ទេខ្ញុំសុំយករូបសៀនវិញបាទរូបសៀនវិញយើងអូសវាមកខាងដើមវិញមកបានហើយតោះមកយើងចុច next បន្ទាប់ខាងទៅខាងមុខមកអូខេប៉ុណ្ណឹងរួចរាល់ហើយអ្នកទាំងអស់គ្នាអត់ចាំបាច់ធ្វើអីទៀតទេពេលដែលយើងធ្វើការផុសទៅគឺយើងនឹងទទួលបាននៅរូបភាពដែលភ្ជាប់ជាមួយនឹងសំឡេងបទចម្រៀងអូខេឥឡូវខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាបាទនេះរូបភាពយើងផុសហើយណាមិនជារូបភាពទេយើងផុសហើយអញ្ចឹងយើងឃើញរូបមានរូបភ្លេងអញ្ចឹងកន្លែងហ្នឹងគឺវាឮសំឡេងយើងអាចចុចបិទបើកសំឡេងបទចម្រៀងរបស់យើងក៏បានដែរកន្លែងហ្នឹងបាទអញ្ចឹងអូខេប៉ុណ្ណឹងរួចរាល់ហើយអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើនៅលើទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាបានអរគុណអញ្ចឹងវីដេអូនេះគឺសូមបញ្ចប់ត្រឹមហ្នឹងយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ